ជំរាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះយើងវិលត្រឡប់មកកាន់ Unit 2 មេរៀនទី2របស់យើងដែលមេរៀនទី2យើងថ្ងៃនេះយើងនឹងរៀនតាក់ទងជាមួយនឹង letter E letter sound H អូខេអញ្ចឹងយើងកុំឲ្យខាតពេលយើងចូលទៅមេរៀនយើងទាំងអស់គ្នា Unit 2 E H E H 1 H H egg 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 យើងប្រែថាសុទ្ធ Number 2 egg egg envelope egg egg envelope envelope យើងប្រែថាស្រោមសំពត់ទី3 egg egg elbow egg egg elbow elbow យើងប្រែថាកែងដៃរបស់យើងហ្នឹង elbow ទី4ចុងក្រោយគេ egg egg elephant egg egg elephant elephant យើងប្រែថាសត្វដំរីបាទអញ្ចឹងយើងទៅស្គាល់សូរយើងនឹងចំណាំសូរទាំងអស់គ្នា egg 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 envelope egg egg envelope envelope egg egg envelope elbow egg egg elbow elbow egg egg elbow elephant egg egg elephant elephant egg egg elephant បាទទីយើងអានបញ្ចូលគ្នាឬក៏យើងច្រៀងក៏បានដែរ egg envelope elbow elephant egg envelope elbow elephant egg envelope elbow elephant អញ្ចឹង EX របស់យើងទៅប្រើជាមួយនឹង I វចននាមរបស់យើងគឺ earn អញ្ចឹងយើងចំណាំមើលទាំងអស់គ្នា earn egg earn egg សុទ្ធមួយគ្រាប់ earn envelope earn envelope earn envelope មានន័យស្រោមសំបុត្រមួយ earn envelope earn elbow earn elbow មានន័យកែងដៃយើងម្ខាងនេះអូខេចុងក្រោយគេគឺ earn elephant earn elephant ប្រែថាសត្វដំរីមួយក្បាលបាទអញ្ចឹងមេរៀន Unit 2 តាក់ទងជាមួយនឹង letter E letter sound H របស់យើងថ្ងៃនេះគឺមានតែប៉ុណ្ណឹងអញ្ចឹងកុំភ្លេចជួបគ្នានៅវីដេអូក្រោយតាក់ទងជាមួយនឹង letter F letter sound របស់យើងវិញម្ដងបាទសូមអរគុណសូមជម្រាបលា